សួស្តីបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់ podcast មិត្តរួមផ្លូវរបស់យើងថ្ងៃនេះគឺយើងមកនិយាយតាក់ទងជាមួយនឹងបញ្ហាដែលមនុស្សជាច្រើនកំពុងតែជួបប្រទះខ្លាំងមែនទែននោះគឺបញ្ហា stress នៅកន្លែងការងារសម្រាប់អ្នកដែលមិនមែនស្ថិតនៅក្នុងអារម្មណ៍មួយនេះគាត់ប្រកាសជាគិតថាអានេះវាគឺជារឿងតូចតាចប៉ុន្តែចំពោះអ្នកដែលគាត់ធ្លាប់ស្ថិតនៅក្នុងបញ្ហាមួយនឹងឬក៏កំពុងតែមានអារម្មណ៍ថាខ្លួនឯង stress នៅកន្លែងការងារអញ្ចឹងអានឹងគឺវាមិនមែនជារឿងតូចតាចទេបងប្អូនពីព្រោះពេលខ្លះគឺយើងមានអារម្មណ៍ថាធុញថប់មួម៉ៅអត់ចង់ទៅធ្វើការខ្ជិលជាងការធុញនៅកន្លែងការងារអត់ចោះសម្រងគ្នាមេឆ្លោះគ្នាមួយកូនចៅឆ្លោះគ្នាមួយមេក្រុមការងារឆ្លោះគ្នាពេញនឹងអីចឹងណាហើយអញ្ចឹងវាកើតជាកត្តាមួយដែលធ្វើឲ្យយើងនឹងមានអារម្មណ៍ថាអត់ដឹងទៅធ្វើការដើម្បីអីហើយធ្វើឲ្យយើងកើតតែចិត្តឆាប់ខឹងឆាប់មួម៉ៅនៅក្នុងខ្លួនអីចឹងណាហើយបញ្ហាទាំងអស់ហ្នឹងបើសិនជាយើងទុកអារម្មណ៍ហ្នឹងវានៅក្នុងខ្លួនយើងកាន់តែយូរវាក៏បង្កទៅជាឲ្យយើងនឹងអត់ចង់ទៅធ្វើការហើយធ្វើការមួយមានលទ្ធផលអត់ល្អដែរហើយវាអាចជះឥទ្ធិពលដល់សម័យខ្លួនឯងដែលកំពុងតែមានអារម្មណ៍នឹងផងហើយក៏អាចជះឥទ្ធិពលទៅដល់សមាជិកគ្រួសារដែលរស់នៅមួយគ្នាឬក៏ដៃគូដែលកំពុងរស់នៅមួយគ្នាដែរបងប្អូនដោយសារតែពេលខ្លះយើងមានអារម្មណ៍មួម៉ៅមកពីកន្លែងធ្វើការនៅពេលដែលយើងទៅផ្ទះវិញអញ្ចឹងអារម្មណ៍ហ្នឹងវាដោយទៅតាមយើងដែរអញ្ចឹងវាធ្វើឲ្យយើងហ្នឹងទៅជះឥទ្ធិពលអវិជ្ជមានទៅដល់អ្នកដែលគេហ្នឹងរស់នៅមួយយើងដូចគ្នាអញ្ចឹងនៅក្នុងអេពីសូតនេះខ្ញុំនឹងលើកយកពីបញ្ហាទាំងអស់ហ្នឹងយកមកនិយាយហើយខ្ញុំខ្លួនឯងផ្ទាល់ក៏ធ្លាប់ជួបជាមួយនឹងបញ្ហាហ្នឹងដូចគ្នាបញ្ហាក្រោកឡើងខ្ជិលអត់ចង់ទៅធ្វើការអីហ្នឹង stress នៅកន្លែងការងារអីហ្នឹងគឺខ្ញុំធ្លាប់ជួបពីបញ្ហារឿងហ្នឹងទាំងអស់ហ្នឹងដូចគ្នាបងប្អូនស្ដាប់អេពីសូតមួយនេះដល់ចប់ដើម្បីដឹងថាបញ្ហាដែលខ្ញុំលើកយកឡើងមកហ្នឹងវាមានត្រូវចំណុចណាមួយអត់ដែលបងប្អូនកំពុងតែជួបប្រទះឬមួយក៏អត់ហើយខ្ញុំឆ្លងកាត់បញ្ហាហ្នឹងមិនឬក៏ខ្ញុំមានដំណោះស្រាយអីដើម្បីដោះស្រាយបញ្ហាហ្នឹងអត់អញ្ចឹងគឺសង្ឃឹមថាដំណោះស្រាយដែលខ្ញុំអាចរកឃើញហ្នឹងវានឹងជួយបន្ធូរបន្ថយអារម្មណ៍បងប្អូនដែលកំពុងតែជួបពេលដែល stress នៅកន្លែងការងារនឹងទាំងអស់គ្នាចំពោះបញ្ហាដែលកើតមានឡើងនៅក្នុងខួរក្បាលខ្ញុំសឹងរាល់ថ្ងៃពេលដែលខ្ញុំនៅធ្វើការបងប្អូនគឺធុញមួម៉ៅអត់ចង់ទៅធ្វើការទេចង់ឈប់ចង់ដើរលេងមានអារម្មណ៍ថាកន្លែងធ្វើការគឺដូចជាមិនមែនកន្លែងធ្វើការពេលខ្លះមេអត់ត្រូវគ្នាមួយកូនចៅអត់យល់ពីចិត្តមេក្រុមការងារឆ្លោះប្រកួតប្រជែងគ្នាអីពេញហ្នឹងអញ្ចឹងទៅគ្រាន់តែលឺកន្លែងធ្វើការភ្លាមមានអារម្មណ៍ថាហើយចង់តែនៅផ្ទះចង់តែគេងឯនេះហើយបងប្អូនធ្លាប់ចឹងអត់ពេលខ្លះក្រោកពីគេងមកមានអារម្មណ៍ថាខ្ជិលហ្មងអត់ចង់ទៅធ្វើការទេមានអារម្មណ៍ថាខ្ជិលចង់តែគេងឯងហើយចង់ដាក់ច្បាប់អត់ចង់ទៅកន្លែងធ្វើការពេលឲ្យព្យាយាមរលេះឲ្យខ្លួនឯងថារវល់ចេះមួយចុះពីរឬក៏អីចឹងទៅដើម្បីអត់ចង់ទៅកន្លែងធ្វើការព្រោះដោយសារតែយើងមានអារម្មណ៍ថាកន្លែងធ្វើការហ្នឹងពេលខ្លះយើងអត់ដឹងថាទៅដើម្បីអីចេះតែទៅអញ្ចឹងណាហើយពេលចឹងយើងចេះតែរកហេតុផលរលេះឲ្យខ្លួនឯងដើម្បីគេចវេះពីកន្លែងហ្នឹងហើយខ្ញុំជឿថាភាគច្រើនមនុស្សយើងសឹងតែគ្រប់គ្នាឯងដែលអាចជួបអារម្មណ៍មួយនឹងអារម្មណ៍ខ្ជិលអារម្មណ៍ធុញអារម្មណ៍ stress នៅកន្លែងការងារចង់ទៅធ្វើណាខ្ញុំជឿថាភាគច្រើនគឺនឹងមានមនុស្សជួបរឿងបែបហ្នឹងនៅក្នុងពេលណាមួយនៅក្នុងឆាកជីវិតវាគ្រាន់តែថាយូរឬក៏ឆាប់អាស្រ័យទៅតាមពេលវេលារបស់ជីវិតយើងឯងប៉ុន្តែខ្ញុំជឿថាបើអ្នកធ្វើការប្រកាសជាជួបអារម្មណ៍ហ្នឹងឯងអត់ជួបទេលុះត្រាតែគាត់ហ្នឹងជាមនុស្សដែលអត់មានអារម្មណ៍អត់ចេះមានអារម្មណ៍អីសោះហ្មងដល់ពេលអញ្ចឹងទៅអត់ខ្វល់ថាកន្លែងការងារ effect អីមិន effect អីគឺគាត់អត់ខ្វល់ខ្វាយអីទាំងអស់ហ្មងហ្នឹងគឺអាចនឹងអញ្ចឹងដែរតែបើសម្រាប់អ្នកដែលមានអារម្មណ៍ខ្ញុំជឿថាប្រកាសជាមានអារម្មណ៍ stress អារម្មណ៍ធុញនៅកន្លែងការងារហើយបងប្អូនអារម្មណ៍ទាំងអស់ហ្នឹងបើសិនជាយើងបន្តទុកនៅក្នុងរយៈពេលយូរវាអាចជះឥទ្ធិពលមកដល់សុខភាពផ្លូវចិត្តយើងខ្ញុំជួបរឿងមួយនឹងហើយគឺវា effect ដល់ផ្លូវចិត្តរបស់យើងអាហ្នឹងវាប្រៀបធៀបដូចជាគ្រាប់បែកកំណត់ម៉ោងដែលយើងអត់ដឹងអញ្ចឹងបងប្អូនដូចយើងលេងហ្គេមសង់ទេម្ដងបន្តិច
តពេលថ្ងៃណាមួយដែលវាសង់ដល់កំណត់វាពេញតែម្ដងយើងឈប់ធ្វើការឡើងយើងលែងចង់ធ្វើអីហ្មងអញ្ចឹងអារម្មណ៍បែបហ្នឹងគឺអត់បានទេយើងអត់គួរបន្តទុកវាទេបើសិនជាយើងចាប់ផ្ដើមគិតថាខ្លួនឯងមានអារម្មណ៍បែបហ្នឹងហើយគឺយើងត្រូវតែស្វែងរកពីមូលហេតុថាហេតុអីបានជាយើងកើតអារម្មណ៍មួយហ្នឹងដើម្បីកុំឲ្យវាជះឥទ្ធិពលមកដល់សុខភាពផ្លូវចិត្តរបស់យើងលទ្ធផលការធ្វើការងាររបស់យើងហើយក៏ដូចជាលទ្ធផលអនាគតជីវិតការរស់នៅរបស់យើងដូចគ្នាអញ្ចឹងយើងត្រូវស្វែងរកពីមូលហេតុហើយចំពោះមូលហេតុមនុស្សម្នាក់គឺខុសៗគ្នាដោយសារតែស្ថានភាពធ្វើការរបស់ពួកយើងគឺអត់ដូចគ្នាទេដូចខ្ញុំធ្លាប់ធ្វើការកន្លែងទី1កន្លែងទី2កន្លែងទី3គឺបរិយាកាសអត់ដូចគ្នាអញ្ចឹងបងប្អូនក៏អាចនឹងអត់ដូចគ្នាដែរអញ្ចឹងយើងអង្គុយគិតឲ្យស្វែងរកពីមូលហេតុនៅពេលដែលយើងដឹងពីមូលហេតុហើយយើងព្យាយាមស្វែងរកដំណោះស្រាយថាតើយើងគួរតែដោះស្រាយបែបណាដើម្បីកុំឲ្យយើងមានអារម្មណ៍មួយហ្នឹងកើតឡើងទៀតបងប្អូនអញ្ចឹងខ្ញុំក៏មានមូលហេតុច្រើនដែរដែលធ្វើឲ្យខ្ញុំមានអារម្មណ៍មួយហ្នឹងបង្កទៅជាការ stress ការធុញថប់នៅកន្លែងការងារណាមូលហេតុទាំងអស់ហ្នឹងគឺខ្ញុំដកស្រង់ចេញមកហើយបងប្អូនអាចស្ដាប់មើលថាតើមានមូលហេតុណាខ្លះដែលអាចត្រូវមួយបងប្អូនអត់បើសិនជាត្រូវអាចមើលដំណោះស្រាយដែលខ្ញុំធ្លាប់បានធ្វើអញ្ចឹងណាហើយសារលបងធ្វើតាមទៅកែលោអាចទទួលបានជោគជ័យទាំងអស់គ្នាយើងមានអារម្មណ៍ថា better ទាំងអស់គ្នាអូខេចំពោះមូលហេតុទី1ដែលខ្ញុំកំណត់ឃើញហ្នឹងគឺខ្វះគោលដៅច្បាស់លាស់នៅក្នុងជីវិតពេលខ្លះយើងធ្វើការពីមួយថ្ងៃទៅមួយថ្ងៃយើងគ្រាន់តែបំពេញអាកាតព្វកិច្ចរបស់យើងនឹងឲ្យហើយទេយើងអត់ដែលដឹងថាការងារដែលពួកយើងកំពុងធ្វើហ្នឹងវានាំយើងទៅកាន់អនាគតមួយណាលទ្ធផលមួយណាឯងអញ្ចឹងនៅពេលដែលយើងខ្លួនឯងនេះអត់មានគោលដៅច្បាស់អញ្ចឹងយើងគួរតែចាប់ផ្ដើមសួរខ្លួនឯងថាចេះមកធ្វើការរងថ្ងៃហ្នឹងតើដើម្បីអីគេហើយខំធ្វើបែបហ្នឹងរងថ្ងៃហ្នឹងតើបានអីគេមកវិញហើយតើជីវិតរបស់ពួកយើងហ្នឹងកំពុងតែដើរទៅទិសដៅមួយណាឲ្យប្រកបអញ្ចឹងបើសិនជាបងប្អូនអត់ដឹងថាទៅធ្វើការដើម្បីអីអត់មានទិសដៅបងប្អូនសាកសួរសំណួរខ្លួនឯង3ហ្នឹងហើយបន្ទាប់មកព្យាយាមរកចម្លើយមើលថាតើពីការងារដែលយើងកំពុងធ្វើហ្នឹងវាមានចម្លើយឲ្យបងប្អូនទាំង3ហ្នឹងអត់អាហ្នឹងចំពោះមូលហេតុទី1ដែលខ្ញុំធ្លាប់បានសួរខ្លួនឯងណាបន្ទាប់មកចំពោះមូលហេតុទី2ចំពោះមូលហេតុទី2ហ្នឹងគឺដោយសារតែយើងហ្នឹងមានអារម្មណ៍ថាតានតឹងពេកហើយធ្វើការហ្នឹងអស់កម្លាំងពេកគឺមានថាធ្វើការហត់ខ្លាំងពេកណាលក្ខណៈថាមួយថ្ងៃហ្នឹងគឺយើងដឹងតែពីចេញទៅធ្វើការលក្ខណៈថាព្រលឹមយើងចេញទៅហើយដល់ម៉ោងគឺយើងចេញទៅធ្វើមិនឲ្យដល់កន្លែងការងារម៉ោង8កន្លះតាមម៉ោងដែលគេកំណត់របស់ office យើងអញ្ចឹងណាហើយតបប្រឡប់វិញបើយើងចូលផ្ទះជិះម៉ូតូជិះឡានទៅផ្ទះវិញទៅមកទៅផ្លូវស្ទះផងអីផងភ្លៀងផងអីផងទៀតទំហំតែយើងទៅដល់ផ្ទះវាចូលលក្ខណៈថាយប់ហើយអញ្ចឹងវាស្មើនឹងព្រលឹមចេញប្រឡប់ចូលហើយអញ្ចឹងការងារពេលខ្លះវាច្រើនពេកវាមានសម្ពាធខ្ពស់ហើយមានការទទួលខុសត្រូវនឹងច្រើនទៀតធ្វើឲ្យបងប្អូនសម្រាប់បានគ្រប់គ្រាន់ទេតបមកយើងចាប់ផ្ដើមមានអារម្មណ៍ថាហត់ខ្លាំងអាការធ្វើការរបស់យើងរងថ្ងៃហ្នឹងណាយើងចាប់ផ្ដើមគិតថាអើយវាហត់ខ្លាំងណាហត់ទាំងកាយហើយហត់ទាំងចិត្តទៀតមកផ្ទះវិញអត់ចង់ធ្វើអីទេជួនកាលអស់កម្លាំងមានអារម្មណ៍ថាអស់កម្លាំងវាមិនធំអស់តែកម្លាំងកាយវាអស់កម្លាំងអាស៊ូពីខាងក្នុងមកទោះបីជាយើងព្យាយាមគេងមិនព្យាយាមសម្រាកថ្ងៃសៅរ៍អាទិត្យមិនក៏នៅតែមានអារម្មណ៍ថាខ្លួនឯងសម្រាប់អត់បានគ្រប់គ្រាន់ហើយខ្លួនឯងនៅតែមានអារម្មណ៍ថាអស់កម្លាំងអញ្ចឹងវានឹងធ្វើឲ្យយើងនឹងចាប់ផ្ដើមបាត់បង់អាស៊ូអាសន្ទុះនៅក្នុងការទៅធ្វើការហើយមានអារម្មណ៍ថាឆាប់ខឹងឆាប់មួម៉ៅហើយអត់មានការចាប់អារម្មណ៍ទៅលើការងារដែលខ្លួនឯងនឹងធ្វើទៀតទេចាប់ផ្ដើមគិតថាជីវិតហ្នឹងដូចជាអត់មានន័យអីទេទៅលើការធ្វើការហើយរឿងនេះខ្ញុំធ្លាប់ជួបខ្លួនឯងហើយក៏សង្កេតមើលឃើញថាមនុស្សភាគច្រើននៅក្នុងសង្គមយើងរងថ្ងៃហ្នឹងគឺកំពុងតែកើតមានអារម្មណ៍នឹងកើតឡើងជាពិសេសក្រុមអ្នកធ្វើការដែលស្ថិតនៅក្នុងកន្លែងដែលមានការប្រកួតប្រជែងគ្នាខ្ពស់ទៅដើមតួនាទីទៅដើមតំណែងឬក៏ប្រកួតប្រជែងធ្វើមិនឲ្យដល់គោលដៅរៀងខ្លួនទាំងអស់គ្នានៅកន្លែងការងារហ្នឹង
អ្នកដែលធ្វើការនៅក្នុងកន្លែងហ្នឹងភាគច្រើនគឺជួបប្រទះអារម្មណ៍បែបហ្នឹងអារម្មណ៍ដែលថាធ្វើការហួសកម្លាំងធ្វើការជ្រុលហត់ទាំងកាយហត់ទាំងចិត្តអស់ស្រុះនៅក្នុងការធ្វើការហ្នឹងអាហ្នឹងគឺជាមូលហេតុទី2ដែលខ្ញុំមើលឃើញទៅលើហេតុផលហ្នឹងដែរតោះយើងចូលមកមូលហេតុទី3ចំពោះមូលហេតុទី3គឺវាស្ថិតនៅលើប្រាក់ខែឬក៏ការទៅសើការលើកទឹកចិត្តនៅពេលដែលយើងធ្វើគ្រប់គោលដៅគ្រប់ target អីមួយរបស់ក្រុមហ៊ុនចឹងណាចឹងអាហ្នឹងគឺវាពាក់ព័ន្ធមួយចំណុចហ្នឹងដែរយើងលក្ខណៈថាបងប្អូនគិតមើលចេះភាគច្រើនណាយើងសឹងតែគ្រប់គ្នាឯងអាពេលដែលយើងចូលធ្វើការដំបូងណាយើងប្រឹងធ្វើការយើងមានអារម្មណ៍ថាចង់ធ្វើការលក្ខណៈថាបដូរផ្ដាច់ដើម្បីក្រុមហ៊ុនហ្មងប៉ុន្តែដល់ពេលយូរទៅមានអារម្មណ៍ថាខ្លួនឯងចាប់ផ្ដើមធ្លាក់ស្រុះហេចាប់ផ្ដើមថយចាប់ផ្ដើមលែងសូវពុះពៀដើម្បីក្រុមហ៊ុនចាប់ផ្ដើមលែងសូវធ្វើការងាប់ចោលហើយនិយាយឲ្យក្រក់ស្ដាប់ចេះគឺយើងលែងសូវមានអារម្មណ៍ហ្នឹងឯងដោយសារពេលខ្លះវាអាចចេះដែរទី1ប្រាក់ខែវាអត់សមាមាត្រមួយការងាររបស់យើងលក្ខណៈថាប្រាក់ខែមួយខែ300ទេតែដាក់ការងារមួយខែ2000ឲ្យគ្នាធ្វើយល់ឡបងប្អូនដល់ពេលអញ្ចឹងយើងអត់មានអារម្មណ៍នៅក្នុងការធ្វើការវាធ្លាក់ស្រុះទៅតាមនឹងដែរដោយសារប្រាក់ខែជាមួយនឹងការងារវាអត់សមាមាត្រគ្នាបន្ទាប់មកវាអត់មានការលើកទឹកចិត្តឬក៏ការឲ្យតម្លៃមកលើយើងឯងពីកន្លែងការងារទៀតខ្ញុំជឿថាធ្លាប់មានអ្នកជួបក្រុមហ៊ុនខ្លះហើយក្រុមហ៊ុនដែលថាពេលដែលបុគ្គលិកហ្នឹងប្រឹងធ្វើការហើយពេលដែលយើងប្រឹងធ្វើការហើយមេហ្នឹងអត់មានដែលលើកទឹកចិត្តយើងទេមានតែតាមចាប់កំហុសមានតែតាមមើលបំណាំយើងហើយបន្ថែមការងារឲ្យច្រើនទៀតហើយប្រាក់ខែក៏អត់ឡើងអាការលើកទឹកចិត្តការរសារការឲ្យតម្លៃយើងហ្នឹងក៏អត់មានខ្ញុំជឿថាប្រកាសជាធ្លាប់មានអ្នកដែលជួបរឿងមួយហ្នឹងនៅកន្លែងការងារហើយអញ្ចឹងអាហ្នឹងក៏ជាហេតុផលធ្វើឲ្យយើងហ្នឹងធុញថប់ stress នៅកន្លែងការងារដែរឥឡូវខ្ញុំមានហេតុផលទៀតគឺហេតុផលទី4មូលហេតុទី4គឺដោយសារតែការងារហ្នឹងវាអត់សមស្របជាមួយនឹងចំណង់ចំណូលចិត្តរបស់យើងបងប្អូនភាគច្រើនយើងជ្រើសរើសការងារដោយសារតែតម្រូវការហិរញ្ញវត្ថុដោយសារតែយើងត្រូវការលុយមិនមែនដោយសារតែយើងនឹងមានចំណង់ចំណូលចិត្តហើយស្រឡាញ់ការងារមួយហ្នឹងឯងខ្ញុំជឿថាមនុស្សភាគច្រើនគឺរើសធ្វើការងារដោយសារតែមើលឃើញពីទឹកលុយរបស់វាដែលត្រូវធ្វើអញ្ចឹងទៅមានមនុស្សតិចដែលគាត់អាចជ្រើសរើសការងារដែលខ្លួនឯងស្រឡាញ់បានអញ្ចឹងណាអញ្ចឹងហេតុផលទាំងអស់ហ្នឹងគឺវាអាចធ្វើឲ្យយើងហ្នឹងទៅធ្វើការដោយអត់មានអារម្មណ៍សប្បាយចិត្តអត់រីករាយនៅក្នុងការងារវាអត់ enjoy ហើយនៅពេលដែលយើងធ្វើការដែលយើងអត់ស្រឡាញ់អារម្មណ៍ធុញទ្រាន់វានឹងកើតឡើងបានលឿនជាងយើងធ្វើការងារដែលយើងស្រឡាញ់ដែលយើងចូលចិត្តហើយបន្ទាប់មកយើងនឹងចាប់ផ្ដើមមានអារម្មណ៍មួយថាការងារដែលយើងធ្វើហ្នឹងវាគឺជាបន្ទុកវាមិនមែនជាឱកាសដែលហុចច្រានមកឲ្យយើងទេពីព្រោះដោយសារតែការងារហ្នឹងមិនមែនជាការងារឲ្យដែលយើងស្រឡាញ់អញ្ចឹងអាហ្នឹងក៏ជាកត្តាធ្វើឲ្យយើងហ្នឹងអត់ចង់ទៅធ្វើការដែរបន្ទាប់មកខ្ញុំឃើញមួយទៀតមូលហេតុទី5មូលហេតុទី5នេះគឺសំខាន់មូលហេតុទី5ហ្នឹងគឺយើងអត់ចង់ទៅដោយសារតែបញ្ហាផ្ទាល់ខ្លួនរបស់យើងខ្លួនឯងហើយនឹងសុខភាពផ្លូវចិត្តរបស់យើងខ្លួនឯងបងប្អូនដឹងអត់ថាបញ្ហាគ្រួសារបំណុលឬក៏រឿងស្នេហាហ្នឹងណាឬក៏យើងមានសុខភាពផ្លូវចិត្តអត់ល្អហ្នឹងណាគឺវាអាចប៉ះពាល់ខ្លាំងមែនតែនទៅដល់ការធ្វើការងាររបស់យើងពេលខ្លះមូលហេតុដែលយើងគិតថាយើងអត់ចង់ទៅធ្វើការគឺវាមិនមែនដោយសារតែការងារមួយហ្នឹងទេប៉ុន្តែដោយសារតែបញ្ហាផ្សេងដែលធ្វើឲ្យយើងនឹងបាក់ចិត្តហើយយើងអាចផ្ដោតអារម្មណ៍ទៅលើការធ្វើការងារមួយនឹងបានរហូតឈានដល់ដំណាក់កាលមួយយើងលែងចង់ធ្វើការបញ្ហាគ្រួសារផងស្នេហាផងដៃគូជីវិតផងអីផងវាធ្វើអារម្មណ៍យើងមួម៉ៅធុញថប់ទៅយើងក៏អត់ចង់ធ្វើការហ្នឹងគឺជាកត្តាសុខភាពផ្លូវចិត្តរបស់យើងដូចគ្នាបន្ទាប់មកមូលហេតុទី6បងប្អូនមូលហេតុទី6គឺបញ្ហានៅកន្លែងការងារបរិយាកាសការងារមួយដែលអត់ល្អក៏អាចធ្វើឲ្យយើង stress ហើយយើងមួម៉ៅដែរពេលខ្លះនៅកន្លែងការងារភាគច្រើនហ្មងអានេះគឺចូលចិត្តនិយាយដើមគ្នាស៊ីត្រាវគ្នាទៅវិញទៅមកអីចឹងទៅហើយប្រកួតប្រជែងគ្នាខ្លាំងអីចឹងទៅហើយកន្លែងមួយចំនួនមិនមែនប្រកួតប្រជែងគ្នាដោយសុទ្ធចិត្តដោយត្រឹមត្រូវណាកន្លែងមួយចំនួនគឺប្រកួតប្រជែងគ្នា
លក្ខណៈថាបែបលេងខូចបែបមួលបង្កាច់គេអីចឹងណាបងប្អូនអញ្ចឹងអាពេលចំណុចទាំងអស់ហ្នឹងដែរគឺវាធ្វើឲ្យយើងជួនកាលយើងសម័យខ្លួនហ្នឹងទទួលរងរឿងអយុត្តិធម៌ដែលអត់ដឹងខ្លួនដោយសារតែគេចង់ចែងតួនាទីតំណែងរបស់យើងអីចឹងទៅអញ្ចឹងអាហ្នឹងក៏ជាចំណុចធ្វើឲ្យយើងហ្នឹងបាត់បង់ទំនុកចិត្តហើយយើងអត់ចង់ទៅធ្វើការបន្តទៀតដូចគ្នាផងដែរបន្ទាប់មកមូលហេតុទី7គឺដោយសារតែការងារហ្នឹងមានសម្ពាធខ្លាំងពេកខ្ញុំឃើញកន្លែងការងារមួយចំនួនមិនមួយចំនួនទេកន្លែងការងារជាទូទៅគឺគេមានម៉ោងចូលគេមានម៉ោងចេញរបស់គេពីព្រោះអាហ្នឹងគឺជាច្បាប់ការងារត្រូវអត់បងប្អូនប៉ុន្តែពេលខ្លះអាម៉ោងចេញម៉ោងចូលកំណត់ត្រឹមពេកហ្នឹងវាក៏អាចខ្លាចទៅជាសម្ពាធសម្រាប់បុគ្គលិកដែរខ្ញុំដឹងថាមេគឺគាត់ចង់ឲ្យបុគ្គលិកទៅធ្វើការឲ្យទៀងម៉ោងប៉ុន្តែពេលខ្លះមេមួយចំនួនគាត់អត់ចង់មើលលើលទ្ធផលទេគាត់គ្រាន់តែចង់ឲ្យគេទៅធ្វើឲ្យទៀងម៉ោងហើយអត់ខ្វល់លទ្ធផលចេញម៉ោងមកទេតែមេមួយចំនួនទៀតគេមានភាពវៃឆ្លាតអ្នកឯងអាចទៅយឺតម៉ោងបន្តិចបានប៉ុន្តែសំខាន់ខ្ញុំមើលលើ result ខ្ញុំមើលទៅលើលទ្ធផលការងារដែលអ្នកឯងបានធ្វើតាមលទ្ធផលការងាររបស់អ្នកឯងហ្នឹងចេញមកវាត្រូវតាមតម្រូវការដែលក្រុមហ៊ុនចង់បានអត់បើសិនជាមួយខែក្រុមហ៊ុនចង់បានតម្រូវការ10អ្នកឯងធ្វើបានទាំង10អញ្ចឹងទោះបីជាយើងចេញចូលយឺតម៉ោងបន្តិចតួចក៏គេអត់ខ្វល់ដែរអាហ្នឹងមេមួយចំនួនក៏មានភាពវៃឆ្លាតអញ្ចឹងតែបើមេខ្លះអត់ខ្វល់ទេសំខាន់ត្រូវតែទៀងម៉ោងអត់ខ្វល់ថាយើងមានបញ្ហាអីក៏ត្រូវតែឲ្យធ្វើមិនឲ្យទៀងម៉ោងដែរអាម៉ោងចូលហ្នឹងអីចឹងណាអញ្ចឹងអាហ្នឹងក៏ជាសម្ពាធសម្រាប់បុគ្គលិកហើយក៏ជាសម្ពាធសម្រាប់យើងដែរដែលធ្វើឲ្យយើងនឹងអត់ចង់ទៅដូចគ្នាហើយកន្លែងមួយចំនួនទៀតគាត់ផ្ដល់អាការងារយើងធ្វើនឹងហួសហេតុជ្រុលពេកលក្ខណៈថាជួនកាលថ្ងៃសៅរ៍អាទិត្យគឺជាថ្ងៃឈប់ក្រុមហ៊ុនបានដាក់ឲ្យមកអញ្ចឹងប៉ុន្តែដល់ពេលជាក់ស្ដែងចាសៅរ៍អាទិត្យក៏ត្រូវតែធ្វើការក៏ត្រូវតែ follow up email ក៏ត្រូវតែតាមឆ្លើយភ្ញៀវឬក៏ត្រូវតែតបតនៅអ្វីដែលក្រុមហ៊ុនបានតម្លាក់មកឲ្យយើងដែរតែពេលអញ្ចឹងវាធ្វើឲ្យការងារនឹងច្រើនពេកអត់មានពេលសម្រាប់ច្បាស់លាស់ហើយវាคล้ายទៅជាបន្ទុកមួយសម្រាប់ការគិតផ្លូវចិត្តរបស់យើងដែរអញ្ចឹងធ្វើឲ្យយើងនឹងមានអារម្មណ៍ថាឆាប់ខឹងមួម៉ៅហើយពេលខ្លះយើងគេងអត់លក់ឯងអាសាឈឺក្បាលដោយសារតែការងារនឹងវាច្រើនពេកវាអត់ផ្ដល់ពេលសម្រាប់គ្រប់គ្រាន់ឲ្យយើងអញ្ចឹងអានេះគឺជាមូលហេតុដូចគ្នាបន្ទាប់មកគឺមូលហេតុទី8បងប្អូនមូលហេតុទី8ហ្នឹងគឺអត់ត្រូវគ្នាជាមួយនឹងអ្នកកន្លែងការងារអានេះគឺជាកត្តាធំដែលរុញច្រានឲ្យយើងនឹងលែងចង់ទៅធ្វើការបងប្អូនដោយសារតែមនុស្សម្នាក់គឺមានអត្តចរិតខុសៗគ្នាសូម្បីតែយើងបងប្អូនបង្កើតគ្នាក៏នៅតែអត់មានចរិតដូចគ្នា 100% ឬក៏អ្នកខ្លះបងប្អូនបង្កើតទេកុំថាឡើយ 100% 50% ក៏អត់មានដូចគ្នាដែរអញ្ចឹងយើងនិយាយងាយស្រួលយល់វិញមានន័យថាបងប្អូនបង្កើតនៅចរិតអត់ដូចគ្នាចុះតម្រុំអ្នកដតី5អ្នក10អ្នកមកអង្គុយធ្វើការនៅក្រុមហ៊ុនតែមួយធ្វើមិនឲ្យត្រូវគ្នាកើតអាហ្នឹងពេលខ្លះគឺវាអាចនឹងមានការឆ្លោះគ្នាកើតឡើងមកបើសិនជាយើងអត់ស្វែងយល់ចិត្តគ្នាហើយយើងអត់សម្របសម្រួលគ្នាទេគឺវានឹងឆ្លោះពីមួយថ្ងៃទៅមួយថ្ងៃពីមួយថ្ងៃទៅមួយថ្ងៃវាធ្វើឲ្យយើងនឹងកាន់តែលែងចង់ទៅធ្វើការហើយជួនកាលអីទៀតទៅធ្វើការចំកន្លែងសង្សារចាស់អីចឹងទៅឬក៏ចំកន្លែងសង្សារក្បត់ចិត្តនឹងគេធ្វើការអីដែរអញ្ចឹងណាយើងទទួលយកអត់បានយើងមានអារម្មណ៍ថាយើងលែងចង់ទៅធ្វើការដែរណែអាហ្នឹងគឺជាកត្តាដែលអត់ត្រូវគ្នាមួយអ្នកនៅកន្លែងការងារអញ្ចឹងណាបន្ទាប់មកមូលហេតុទី9ហ្នឹងគឺមេអត់យកចិត្តកូនចៅខ្ញុំជឿហើយថាជាកូនចៅជាបុគ្គលិកគេប្រកាសជា100នាក់មានអារម្មណ៍នឹង99នាក់ឯងគឺអារម្មណ៍ដែលមេអត់យល់ចិត្តកូនចៅដោយសារតែមេខ្លះគាត់អត់ស្ដាប់បុគ្គលិកទេគាត់គិតថាខ្លួនឯងជាមេនិយាយគាត់ស្ដាប់ថាអញជាមេអញ្ចឹងអញធ្វើអីក៏ត្រូវដោយសារតែពេលខ្លះច្បាប់ក្រុមហ៊ុនណាគេចែងមកថាអញ្ចេះចំណុចទី1មេធ្វើអីអត់ដែលខុសទេហ្នឹងគឺច្បាប់គេចែងទៅពីចំណុចទី2បើមេធ្វើខុសឲ្យទៅមើលចំណុចទី1ឡើងវិញអញ្ចឹងសរុបមកគឺមេធ្វើអីអត់ដែលខុសដដែលអញ្ចឹងពេលខ្លះមេគាត់គិតថាខ្លួនឯងជាមេហើយគឺធ្វើមិនឲ្យកូនចៅត្រូវតែស្ដាប់ឲ្យកូនចៅត្រូវតែធ្វើតាមអត់ដែលយល់ពីទុក្ខលំបាករបស់បុគ្គលិកក៏អត់ដែលយល់ពីទុក្ខលំបាករបស់កូនចៅដែរហើយកន្លែងមួយចំនួនមេមួយចំនួនណាកេងប្រវ័ញ្ចកម្លាំងញើសឈាមរបស់បុគ្គលិកទៀតជាពិសេសបងប្អូនដែលទៅតែរៀនចប់
ឬក៏បងប្អូនដែលទៅរៀនឆ្នាំទី3ទី4ហើយគាត់ចាប់ផ្ដើមចង់ចេញធ្វើការងារខ្លះដើម្បីបានចំណូលជួយសម្រួលការរស់នៅចាយវាយរបស់គាត់អីចឹងណាចឹងកន្លែងមួយចំនួនគឺកេងប្រវ័ញ្ចកម្លាំងញើសឈាមគ្នាអាងតែគ្នាក្មេងៗអីចឹងតម្លាក់ការងារឲ្យគ្នាធ្វើលក្ខណៈថាដាក់ធ្វើមិនឲ្យគ្រប់ target លក្ខណៈប្រាក់ខែ300ឯតែឲ្យធ្វើការ$1000ដែលខ្ញុំនិយាយមិញអញ្ចឹងណាអាងតែគ្នាក្មេងអាងតែគ្នាទៅមិនចេញមកគ្នាអត់ដឹងអីអញ្ចឹងចេះតែកេងប្រវ័ញ្ចចេះតែបោកប្រាស់អញ្ចឹងទៅឲ្យកន្លែងមួយចំនួនអាចត្រូវធ្វើបានលុយអត់ឲ្យលុយគ្នាលក្ខណៈថាដូចនិយាយអញ្ចឹងអាងគេក្មេងអាងគ្នាទៅរៀនចប់ចេញគឺបោកគេប្រើតែម្ដងខ្ញុំឃើញផ្ទាល់ភ្នែកតែម្ដងអាហ្នឹងគឺមេមួយចំនួនតកែមួយចំនួនកន្លែងមួយចំនួនដែលកេងប្រវ័ញ្ចកម្លាំងញើសឈាមរបស់ក្មេងៗឬក៏និស្សិតដែលគាត់ទៅរៀនចប់ហ្នឹងបន្ទាប់មកចូលដល់មូលហេតុចុងក្រោយមូលហេតុទី10ដល់វគ្គកូនចៅអត់យល់ចិត្តមេវិញអ្នកដែលជាកូនចៅគិតថាមេអត់យល់ចិត្តយើងប៉ុន្តែពេលខ្លះបើយើងដើរតួនាទីជាមេគេវិញបើយើងដឹងថាកូនចៅមួយចំនួនគឺមើលអត់ឃើញពីទំនួលខុសត្រូវដែលមេកំពុងតែមាននេះមើលអត់ឃើញពីសម្ពាធហើយនឹងបន្ទុកដែលមេកំពុងតែមានទេហើយកូនចៅមួយចំនួនធំហ្នឹងគឺខ្ជិលលេះច្រើនអត់ធ្វើការឯងមកធ្វើការជួយទូរស័ព្ទមកធ្វើការទៅអង្គុយនៅបន្ទប់ទឹកទៅសង្ងំអីចឹងហើយធ្វើការឲ្យតែរួចពីដៃពីជើងឯងធ្វើការលក្ខណៈថាធ្វើឲ្យហើយគ្មានបានលទ្ធផលអីអញ្ចឹងកូនចៅមួយចំនួនទាំងអស់ហ្នឹងជួនកាលគាត់ជួបមួយមេល្អហើយតែគាត់អត់ចេះស្វែងយល់ពីមេដូចគ្នាអញ្ចឹងអានេះវាមានការស្វែងយល់ពីគ្នាទៅវិញទៅមកដែរវាមិនមែនថាកូនចៅខុសរហូតហើយមេខុសរហូតទេតតែអ្នកដែលធ្លាប់ធ្វើកូនចៅគេហើយធ្លាប់ធ្វើជាមេគេបានយល់ពីកន្លែងហ្នឹងអញ្ចឹងអានេះគឺជា10មូលហេតុដែលធ្វើឲ្យខ្ញុំមានអារម្មណ៍មួយថាធុញអត់ខ្វល់ថាក្នុងឋានៈអីទេជាកូនចៅគេឬក៏ជាមេគេដែលធ្លាប់ធ្វើទេគឺ10មូលហេតុហ្នឹងគឺធ្វើឲ្យខ្ញុំមានអារម្មណ៍មួយថាខ្ញុំអត់ចង់ចេញពីផ្ទះអត់ចង់ទៅធ្វើការឲ្យទៅដល់កន្លែងការងារពេលខ្លះគ្រាន់តែក្រោកពីគេងហើយស្លៀកតែពាក់រៀបចំតែខ្លួនហើយចេញទៅធ្វើការទៅតែរូបរាងកាយលក្ខណៈទៅដល់អង្គុយទៅមានតែរូបរាងកាយអត់មានចិត្តវិញ្ញាណទេអត់មានព្រលឹងទេតែដងដូចដងតែទឹកអីចឹងបងប្អូនចេះទៅអង្គុយចុចចឹងទៅអញ្ចឹងដោយសារតែវាមានមូលហេតុធ្វើឲ្យយើងនឹងធុញថប់នៅកន្លែងការងារដែរហើយអញ្ចឹងបងប្អូនសាកគិតឡើងវិញថាតើមូលហេតុទាំងអស់ហ្នឹងបងប្អូនមានចូលនៅក្នុងមូលហេតុមួយណាអត់បើសិនជាមានចូលឥឡូវមកមើលពីដំណោះស្រាយដែលខ្ញុំធ្លាប់បានធ្វើខ្ញុំព្យាយាមស្វែងរកដំណោះស្រាយខ្ញុំព្យាយាមស្វែងរកច្រកចេញពីព្រោះខ្ញុំអត់ចង់ឲ្យខ្លួនឯងនៅក្នុងអារម្មណ៍មួយនឹងនៅកន្លែងការងារទេពីព្រោះយើងត្រូវការលុយដើម្បីបន្តការរស់នៅរបស់យើងអញ្ចឹងយើងអាចនៅសុកឈប់ធ្វើការនៅផ្ទះដេកស៊ីនិយាយខកស្ដាប់ចាយើងអាចធ្វើអញ្ចឹងកើតទេអញ្ចឹងខ្ញុំក៏ស្វែងរកដំណោះស្រាយហើយដំណោះស្រាយទី1ដែលខ្ញុំមើលឃើញហ្នឹងគឺកំណត់គោលដៅជីវិតរបស់យើងហ្នឹងឡើងវិញបងប្អូនសាកល្បងទៅសេគោលដៅរបស់ខ្លួនឯងឲ្យច្បាស់នៅលើกระดาษហើយយើងសួរខ្លួនឯងថាតើយើងចង់ក្លាយជាអីគេនៅក្នុងរយៈពេល5ឆ្នាំខាងមុខទៀតយើងចង់បានជីវិតបែបណាហើយការងារបច្ចុប្បន្នដែលយើងធ្វើហ្នឹងវាអាចជួយយើងឲ្យដល់គោលដៅមួយហ្នឹងដែលយើងចង់បានអត់ចឹងនៅពេលដែលយើងឃើញពីទិសដៅច្បាស់លាស់ដែលយើងបានទៅសេដាក់លើกระดาษទាំងអស់ហ្នឹងហើយយើងនឹងចាប់ផ្ដើមមានអារម្មណ៍មួយថាអូការងារបច្ចុប្បន្នដែលយើងកំពុងធ្វើនេះទោះបីស្រឡាញ់មិនស្រឡាញ់នេះប៉ុន្តែវាគឺជាជំហានមួយនៅក្នុងដំណើរឆ្ពោះទៅរកភាពជោគជ័យហើយនឹងគោលដៅរបស់យើងអញ្ចឹងបងប្អូនសាកល្បងវិធីមួយហ្នឹងគឺជាវិធីដែលខ្ញុំធ្វើឲ្យមានប្រសិទ្ធភាពខ្លាំងគឺមកទៅសេលើกระดาษហើយសួរខ្លួនឯងហើយយើងអង្គុយ rely យើងត្រឡប់អង្គុយគិតអញ្ចឹងណាអាហ្នឹងគឺមានលទ្ធផលខ្លាំងសម្រាប់ខ្ញុំដែលធ្វើអាហ្នឹងពីព្រោះវាអាចធ្វើឲ្យយើងនឹងមានសន្ទុះពីខាងក្នុងមកវិញនៅក្នុងការធ្វើការដែរបន្ទាប់មកគឺទី2ដំណោះស្រាយទី2គឺផ្ដល់ពេលសម្រាប់ឲ្យខ្លួនឯងបានសម្រាប់ខ្លះយើងត្រូវដឹងថាយើងមិនមែនជាម៉ាស៊ីនទេមិនមែនជាកុំព្យូទ័រក៏មិនមែនជាមនុស្សយន្តក៏មិនមែនជា AI ដែរបងប្អូនមិនមែនធ្វើឲ្យអត់សម្រាប់អត់គេងទេពេលខ្លះកុំព្យូទ័រវានៅមានពេលអស់ថ្មនៅពេលដែលយើងត្រូវសាកថ្មដែរធ្វើអញ្ចឹងមនុស្សគឺដូចគ្នា
ចឹងយើងអត់អាចធ្វើការងារជាប់24ម៉ោងរហូតឬក៏ធ្វើការលើសពីកម្លាំងយើងរហូតជាប់គ្នាដែលអត់សម្រាប់អាហ្នឹងគឺវាងាយធ្វើឲ្យយើងនឹងអស់កម្លាំងហើយធ្លាក់ស៊ូនៅក្នុងការធ្វើការឆាប់ធ្វើឲ្យយើងនឹងអត់មានចំណង់នៅក្នុងការធ្វើការហ្នឹងទៀតទេចឹងយើងគួរតែបែងចែកការម៉ោងការងារការធ្វើការហ្នឹងជាមួយនឹងពេលសម្រាប់ហ្នឹងឲ្យវាសមាមាត្រគ្នាយើងដឹងថាយើងធ្វើការពីប៉ុណ្នេះដល់ប៉ុណ្នេះហើយសម្រាប់ពីម៉ោងប៉ុណ្នេះអីចឹងទៅដើម្បីឲ្យយើងញែកពេលវេលាហ្នឹងឲ្យវាស៊ីមត្រីគ្នាអីចឹងណាបងប្អូនហើយបើសិនជាអាចនៅពេលថ្ងៃឈប់សម្រាប់មួយចំនួនឬក៏ថ្ងៃសៅរ៍អាទិត្យអីចឹងយើងអាចដើរលេងបែបខ្លីបែបលឿនលក្ខណៈទៅមួយមិត្តភ័ក្តិវិលល្ងាចឬក៏ទៅគេងមួយយប់អីអញ្ចឹងហើយបើថាមួយមិត្តភ័ក្តិបាក់ចង់ solo trip ក៏ទៅ solo trip អីចឹងទៅហើយអាហ្នឹងគឺវាជួយបានច្រើនមួយទៀតបើសិនជាអាចបើយើងមានពេលគ្រប់គ្រាន់ឬក៏មានថវិកាជំនួយកន្លែងហ្នឹងយើងអាចសេរីម៉ោងឬក៏លៃពេលធ្វើការហាត់ប្រាណពីព្រោះបងប្អូនទៅស្ដាប់មើលទៅផ្លូវចិត្តភាគច្រើនការហាត់ប្រាណគឺជំនួយផ្លូវចិត្តយើងបានច្រើននៅពេលដែលយើងហាត់ប្រាណវាជួយកាត់បន្ថយអារម្មណ៍ stress អារម្មណ៍តានតឹងអីនៅកំឡុងពេលដែលយើងហាត់នឹងដោយសារតែយើងផ្ដោតទៅលើការហាត់ប្រាណយើងទទួលបានរូបរាងមួយដែលល្អជាងមុនវាធ្វើឲ្យយើងនឹងកាន់តែមានទំនុកចិត្តលើខ្លួនឯងទៀតអញ្ចឹងយើងសេរីពេលហាត់ប្រាណហ្នឹងគឺជារឿងល្អមួយដូចគ្នាផងដែរហើយបើសិនគិតថាខ្ញុំអត់ចង់ហាត់ប្រាណខ្ញុំអត់ចង់លើកដុំដៃលើកអីនាំឡើងសាច់ដុំដៃអញ្ចឹងយើងអាចចំណាយពេលជាមួយនឹងមនុស្សដែលយើងចង់នៅក្បែរគ្រួសារសមាជិកអ្នកផ្ទះឬក៏ដៃគូជីវិតនិយាយគ្នាលេងមើលរឿងមួយគ្នាឬក៏ធ្វើម្ហូបឬក៏ធ្វើអីញ៉ាំជុំគ្នានៅផ្ទះអីដើម្បីឲ្យយើងមានអារម្មណ៍ថាវាធូរស្រាលហើយស្រស់ស្រាយជាងមុនបងប្អូនត្រូវគិតថាអញ្ចេះការសម្រាកវាមិនមែនជាការខ្ជិលទេតែវាជាការសាកថ្មឲ្យជីវិតរបស់យើងសាកនៅក្នុងពេលវេលាមួយដែលគ្រប់គ្រាន់កុំសាកច្រើនពេកឥឡូវយើងចូលមកទី3ដំណោះស្រាយទី3ហ្នឹងគឺបែងចែកគោលដៅធំទៅជាគោលដៅតូចពេលខ្លះយើងមានគោលដៅធំពេកយើងឈានទៅដល់គោលដៅនឹងអត់បានវាធ្វើឲ្យយើងបាក់ទឹកចិត្តដែរវាធ្វើឲ្យយើងអត់ចង់មានអារម្មណ៍ធ្វើអីដែរអញ្ចឹងយើងញែកវាចូលគោលដៅតូចវិញគោលដៅតូចហ្នឹងគឺវាធ្វើឲ្យយើងនឹងឆាប់ទៅដល់គោលដៅហ្នឹងហើយមនុស្សយើងនៅពេលដែលយើងធ្វើអីមួយឲ្យបានសម្រេចឲ្យបានជោគជ័យយើងប្រកាសជាមានអារម្មណ៍សប្បាយចិត្តបងប្អូនមានអារម្មណ៍ថាសប្បាយចិត្តហ្មងដោយសារតែយើងធ្វើអីមួយទៅវាបានជោគជ័យអញ្ចឹងណាអញ្ចឹងយើងសាកល្បងញែកគោលដៅដែលយើងធ្វើទាំងអស់ហ្នឹងទៅជាគោលដៅតូចវិញហើយឧទាហរណ៍ដូចជាយើងទៅរៀនជំនាញអីថ្មីក្នុងមួយថ្ងៃកន្លះម៉ោងអីចឹងទៅឬក៏យើងសំប្រាក់ខែបន្តិចបន្តួចដើម្បីបំពេញការងារណាមួយឲ្យបានក្នុងមួយថ្ងៃជោគជ័យតូចហ្នឹងវាជួយបង្កើនទំនុកចិត្តហើយនឹងឆន្ទៈនៅក្នុងការធ្វើអីមួយប្រចាំថ្ងៃរបស់យើងនឹងឲ្យកាន់តែឡើងខ្លាំងជាងមុនទៀតបងប្អូនចឹងអានឹងចំណុចទី3ចំណុចទី4ដែលខ្ញុំមើលឃើញគឺស្វែងរកអត្ថន័យនៅក្នុងកន្លែងការងារទោះបីជាការងារដែលបងប្អូនកំពុងតែធ្វើនឹងបងប្អូនមានអារម្មណ៍ថាវាមិនមែនជាការងារដែលនៅក្នុងក្តីសម័យរបស់បងប្អូនក៏ដោយប៉ុន្តែវានៅតែអាចឲ្យអត្ថន័យជីវិតសម្រាប់បងប្អូនទាំងអស់គ្នាបានឧបមាថាការងារដែលយើងកំពុងធ្វើរាល់ថ្ងៃហ្នឹងវាអាចចិញ្ចឹមជីវិតខ្លួនយើងបានហើយសល់លុយសម្រាប់គ្រប់គ្រងអ្នកផ្ទះទៀតហើយមិនត្រឹមតែប៉ុណ្ណឹងវាអាចជួយបង្កើនបទពិសោធន៍នៅក្នុងជីវិតបទពិសោធន៍នៅក្នុងកន្លែងការងារជួយបង្កើនទំនាក់ទំនងហើយវាអាចជាកន្លែងមួយដែលធ្វើឲ្យយើងនឹងបោះជំហានទៅរកឱកាសធំបានទៀតអញ្ចឹងបងប្អូនសាកល្បងគិតពីហេតុផលទាំងអស់ហ្នឹងគិតពីចំណុចល្អនៅកន្លែងការងាររបស់យើងដើម្បីឲ្យយើងមានអារម្មណ៍ថាយើងធ្វើការនៅកន្លែងហ្នឹងមានអត្ថន័យមានគោលដៅដែលយើងធ្វើនៅក្នុងកន្លែងមួយហ្នឹងអញ្ចឹងអាហ្នឹងវាអាចធ្វើឲ្យអារម្មណ៍ធ្វើការរបស់យើងហ្នឹងកើនឡើងមកបានដូចគ្នាចំណុចទី5គឺយើងទៅរៀនជំនាញថ្មីហើយនឹងអភិវឌ្ឍខ្លួនឯងបើសិនបើបងប្អូនទាំងអស់គ្នាគឺជាមនុស្សដែលអត់ចូលចិត្តធ្វើអីដដែលដូចខ្ញុំណាបងប្អូនគួរតែទៅធ្វើអីថ្មីទៅរៀនអីថ្មីបន្ថែមដើម្បីឲ្យខ្លួនឯងមានចំណេះដឹងថ្មីដូចខ្ញុំបើសិនជាឲ្យខ្ញុំធ្វើតែ
ការងារដដែលហ្នឹងមួយឆ្នាំ2ឆ្នាំ3ឆ្នាំអង្គុយធ្វើតែរឿងហ្នឹងដដែលតែមួយហើយអត់មានធ្វើអីទៀតទេបងប្អូនខ្ញុំ depression ហើយខ្យល់ចាប់មុនគេហ្មងខ្ញុំធានាមិនធ្វើអីទេគ្រាន់តែអង្គុយធ្វើរឿងដដែលហ្នឹងក៏ខ្ញុំអាច depression បានដែរអញ្ចឹងខ្ញុំជឿថាមិនមែនមានតែខ្ញុំទេមានអ្នកផ្សេងទៀតដែលគាត់ជាមនុស្សដែលអត់ចូលចិត្តធ្វើអីដដែលអញ្ចឹងមិនមែនមានន័យថាមួយឆ្នាំយើងត្រូវដូរការងារ10កន្លែងមែន20កន្លែងមែនបើយើងអត់ចង់ធ្វើអីដដែលមែនទេចង់មានន័យថាការងារគោលដែលយើងធ្វើហ្នឹងយើងនៅបន្តធ្វើទៀតទៅតែកំឡុងពេលហ្នឹងយើងអាចបើកផ្លូវឲ្យខ្លួនឯងទៅរកអ្វីថ្មីបន្ថែមទៀតបន្សំយកមកធ្វើនៅក្នុងកំឡុងពេលហ្នឹងដើម្បីជួយបង្កើនអារម្មណ៍ជាមនុស្សដែលចង់ធ្វើអីថ្មីរបស់យើងនេះលក្ខណៈថាដូចជាទៅរៀនជំនាញអីវគ្គខ្លីអីចឹងទៅឬក៏មួយទៀតខ្ញុំសឹកចេះឲ្យទៅរៀនភាសាអីចឹងណាបើសិនអ្នកចូលចិត្តរៀនភាសាដូចខ្ញុំអាចទៅរៀនជាភាសាបានហើយបើអត់ទេអ្នកខ្លះក៏គាត់ចង់អភិវឌ្ឍនៅកន្លែងការងារបើគាត់រៀនជំនាញថ្មី short course ខ្លីៗដែលពាក់ព័ន្ធមួយកន្លែងការងារហ្នឹងទៅឬក៏អ្នកខ្លះទៅរៀនធ្វើនំទៅរៀន salon ទៅរៀនកាត់សក់ទៅរៀន make up អីដែលជាpart time ដែលយើងទៅសាទៅឆ្លៀតទៅធ្វើបានអីចឹងណាអញ្ចឹងជំនាញឬក៏រៀនភាសាថ្មីទាំងអស់ហ្នឹងវានឹងធ្វើឲ្យយើងទទួលបានចំណេះដឹងថ្មីនៅពេលដែលយើងទទួលបានចំណេះដឹងថ្មីរឿងថ្មីក៏វាអាចកើតឡើងនៅក្នុងជីវិតរបស់យើងដូចគ្នាអញ្ចឹងសម្រាប់អ្នកដែលអត់ចូលចិត្តធ្វើអីដដែលបែបហ្នឹងគឺអាចសាកល្បងនៅក្នុងការធ្វើអីទាំងអស់ហ្នឹងទៅដើម្បីជួយឲ្យយើងមានអារម្មណ៍ថាស្អែកឡើងជាថ្ងៃថ្មីសម្រាប់យើងទៀតហើយអញ្ចឹងអារម្មណ៍ដែលទៅធ្វើការធុញថប់មួម៉ៅទាំងអស់ហ្នឹងគឺវាអត់កើតមានឡើងទេពីព្រោះយើងភ្លេចវាយើងរវល់តែផ្ដោតទៅលើរឿងថ្មីដែលយើងជួលច្បល់នៅក្នុងការចង់ធ្វើអញ្ចឹងអាហ្នឹងក៏ជាវិធីជួយបានច្រើននេះជួយខ្ញុំបានច្រើនហ្មងវិធីទី6បងប្អូនសាកល្បងគិតឲ្យធ្វើការងារដែលយើងស្រឡាញ់ពេញចិត្តវិញមានន័យថាបងប្អូនសាកអង្គុយគិតឡើងវិញថាតើការងារដែលបងប្អូនស្រឡាញ់ហ្នឹងគឺជាការងារអីគេហើយបន្ទាប់ពីយើងរកឃើញហើយយើងសួរខ្លួនឯងតថាតើអាការងារដែលបងប្អូនស្រឡាញ់ហ្នឹងបងប្អូនពិតជាចង់ធ្វើវាមែនអត់ពិតជាស្រឡាញ់ហើយពុះពៀនៅក្នុងការធ្វើវាមែនអត់ឬមួយក៏គ្រាន់តែចង់តាមគ្នាចង់ធ្វើតាមមិត្តភក្តិទេចង់ធ្វើតាមសង្សារទេចង់ធ្វើតាម crush ទេអាហ្នឹងគឺអត់កើតទេចេះតែសួរខ្លួនឯងឡើងវិញណាបន្ទាប់ពីយើងសួរហើយយើងគិតថាអូការងារនេះជាការងារដែលខ្ញុំស្រឡាញ់ពិតប្រាកដខ្ញុំមិនមែនចង់ធ្វើតាមណាគេទេបើសិនជាយើងដឹងថាការងារនឹងពិតជាស្រឡាញ់ពិតប្រាកដហើយបងប្អូនត្រូវសួរខ្លួនឯងតថាតើការងារមួយនឹងវាសមាមាត្រជាមួយនឹងយើងអត់យើងអាចឈោងដល់ការងារមួយនឹងអត់សមត្ថភាពយើងទៅបានអត់ស្ថានភាពគ្រួសារឬក៏បរិយាកាសដែលយើងបន្តទៅធ្វើវានឹងបានឬមួយក៏អត់ពីព្រោះទាំងអស់ហ្នឹងសុទ្ធតែជាកត្តាជំរុញនៅក្នុងការធ្វើការដូចគ្នាបើយើងគិតថាយើងអាចធ្វើវាបានហើយបើសិនបើបងប្អូនគិតថាវាត្រូវហើយវាល្អអញ្ចឹងបងប្អូនអាចសាកល្បងនៅក្នុងការផ្លាស់ប្ដូរអាជីពដែលបងប្អូនធ្វើរាល់ថ្ងៃនេះចេញទៅជាអាជីពដែលបងប្អូនស្រឡាញ់វិញហើយអាការណាដែលយើងធ្វើការងារដែលយើងចូលចិត្តគឺការងារហ្នឹងយើងនឹងធ្វើបានយូរអង្វែងទោះបីជាមានឧបសគ្គបញ្ហាក៏យើងអាចនឹងព្យាយាមពុះពៀទៅមុខបានដែរដោយសារតែវាជាការងារដែលយើងចូលចិត្តហើយវាជាការងារដែលយើងស្រឡាញ់បន្ទាប់មកដំណោះស្រាយទី7បងប្អូនដំណោះស្រាយទី7នេះគឺមិនតែបញ្ហា stress នៅកន្លែងការងារទេបញ្ហា stress អីផ្សេងគឺយើងអាចប្រើដំណោះស្រាយទី7នឹងដែរដំណោះស្រាយហ្នឹងគឺពីគ្រោះជាមួយមនុស្សដែលយើងអាចទុកចិត្តបានបើសិនបើបងប្អូនមានអារម្មណ៍ថាអស់កម្លាំងកាយអស់កម្លាំងចិត្តណាហើយយើងមានអារម្មណ៍អញ្ចឹងមកយូរហើយពីព្រោះដូចខ្ញុំនិយាយមិញថាវាដូចជាគ្រាប់បែកកំណត់មកហើយវាប្រៀបដូចជាការសង់ផ្ទះអញ្ចឹងបើយើងមានអារម្មណ៍អញ្ចឹងបន្តមកយូរហើយបងប្អូនអាចនិយាយជាមួយមិត្តភ័ក្តិសមាជិកគ្រួសារឬក៏អាចឈានទៅដល់ការពិគ្រោះជាមួយនឹងអ្នកជំនាញផ្នែកផ្លូវចិត្តហ្មងអាហ្នឹងគឺវាអាចជួយយើងបានច្រើនដោយសារពេលខ្លះការចែករំលែកអីមួយដែលវាសកត់ទុកនៅក្នុងចិត្តរបស់យើងហ្នឹងវាអាចធ្វើឲ្យយើងហ្នឹងមើលឃើញដំណោះស្រាយកាលមុនយើងលាក់វាទុកនៅក្នុងចិត្តយើងអត់ហ៊ាននិយាយប្រាប់ណាគេអាហ្នឹងគឺវាអាចនឹងអត់មានដំណោះស្រាយសម្រាប់យើងគិតថាយើងរកផ្លូវចេញអត់បានប៉ុន្តែគ្រាន់តែពេលដែលយើងនិយាយប្រាប់មិត្តភ័ក្តិណាម្នាក់មួយសោះវាធ្វើឲ្យយើងហ្នឹងរកផ្លូវចេញឃើញវាធ្វើឲ្យយើងហ្នឹងរកដំណោះស្រាយឃើញអញ្ចឹងមិនចាស់ប្រាប់យើងថា
គូមុនគិតមុនគូពីរនឹងត្រូវដើរតាមគ្នាហើយធ្វើអីអាចនិយាយចេញក្រៅហ្នឹងគឺចង់មានន័យថាបើយើងគិតនៅតែក្នុងខ្លួនពេលខ្លះយើងរកដំណោះស្រាយអត់បានទេតែបើយើងនិយាយប្រាប់ណាគេម្នាក់អាកំឡុងពេលដែលយើងកំពុងនិយាយនេះគឺយើងរកដំណោះស្រាយឃើញហ្មងយើងរកច្រកចេញឃើញហ្មងបែក idea ភ្លាមហ្មងណាបងប្អូនហើយពេលខ្លះអ្នកខ្លះក៏ហ៊ាននិយាយប្រាប់គេដោយសារជួនកាលគាត់រកអ្នកដែលទុកចិត្តអត់បានឬក៏មួយទៀតគាត់គិតថាយករឿងក្នុងចិត្តទៅនិយាយប្រាប់គេខ្លាចគេមើលមកថាខ្លួនឯងនឹងអន់ខ្លាចគេនឹងមើលងាយយើងតែប៉ុន្តែបងប្អូនបើគិតអញ្ចឹងគឺអត់ត្រូវទេពីព្រោះបើសិនជាយើងយករឿងហ្នឹងទៅនិយាយប្រាប់គេវាមិនមែនជារឿងអន់ជារឿងដែលខ្សោយជារឿងដែលត្រូវមើលងាយតែវាជារឿងដែលខ្លាំងវិញណាបងប្អូនដោយសារមូលហេតុអីពេលដែលយើងនិយាយហើយគឺយើងដករឿងខ្វល់ខ្វាយនឹងចេញអស់ហើយយើងស្រូបយកធម៌ពលវិជ្ជមានយើងស្រូបយកកម្លាំងចិត្តចូលមកក្នុងខ្លួនឯងវិញអញ្ចឹងអានឹងគឺជារឿងខ្លាំងទេមិនមែនជារឿងខ្សោយទេណាបងប្អូនព្រោះបងប្អូនត្រូវគិតថាយើងត្រូវហ៊ានឈានជំហានថ្មីចេញពីជំហានចាស់ដែលយើងកំពុងតែមានរឿងអត់សប្បាយចិត្តមានរឿងធុញថប់នៅកន្លែងការងារហ្នឹងហើយអញ្ចឹងយើងអាចរំលែករឿងទាំងអស់ហ្នឹងទៅកាន់ណាគេឲ្យគេស្ដាប់នៅរឿងយើងបានព្រោះពេលដែលដូចនិយាយអញ្ចឹងទោះបីជាគេអត់បានជួយអីគេបានត្រឹមតែមកជួយស្ដាប់ហ្នឹងក៏អាចធ្វើឲ្យផ្លូវចិត្តរបស់យើងហ្នឹងធូរស្រាលជាងមុនបានដែរបងប្អូនប៉ុន្តែត្រូវស្វែងរកអ្នកដែលទុកចិត្តបាននៅក្នុងការរៀបរាប់ផងមិនមែនយើងទៅដើររៀបរាប់ប្រាប់មនុស្សគ្រប់គ្នាណាមិត្តភក្តិដែលទុកចិត្តឬក៏សាច់ញាតិបងប្អូនអីដែលយើងអាចរៀបរាប់បានអញ្ចឹងទៅណាខ្ញុំជឿថាប្រកាសជាមានមនុស្សម្នាក់ដែលគេនឹងស្ដាប់បងប្អូនសរុបមកវិញមកគឺជីវិតវាមិនមែនជាការងារហើយនឹងលុយតែពីរមុខហ្នឹងទេបងប្អូនសុខភាពរាងកាយហើយនឹងសេចក្តីសុខផ្លូវចិត្តរបស់យើងគឺសំខាន់ដូចគ្នាបងប្អូនសូមកុំភ្លេចថាបងប្អូនទាំងអស់គ្នាមិនមែនប្រយុទ្ធហើយមិនមែនប្រកួតជាមួយនឹងបញ្ហាឬក៏អារម្មណ៍ stress ធុញថប់នឹងតែម្នាក់ឯងទេមានមនុស្សជាច្រើនដែលកំពុងតែជួបអារម្មណ៍ហើយនឹងបញ្ហាអញ្ចឹងដូចបងប្អូនទាំងអស់គ្នាដែរការស្វែងរកជំនួយវាមិនមែនជាចំណុចខ្សោយទេណាបងប្អូនប្រសិនបើបងប្អូនកំពុងតែជួបប្រទះអារម្មណ៍ទាំងអស់ហ្នឹងគួរនិយាយវាចេញក្រៅដើម្បីឲ្យខ្លួនឯងបានធូរចិត្តខ្លះហើយខ្លួនឯងបានចាកចេញពីអាស្រមោលនៃភាពតានតឹងភាពធុញថប់និងការ stress នៅពេលដែលយើងធ្វើការទាំងអស់ហ្នឹងអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការស្ដាប់ podcast នៅក្នុងវគ្គនេះហើយចំណាយពេលវេលាដ៏មានតម្លៃស្ដាប់រហូតដល់ចប់ខ្ញុំពិតជាអរគុណសម្រាប់អ្នកដែលនៅចាំស្ដាប់រហូតដល់ចប់បើសិនជាបានស្ដាប់ខ្ញុំដល់ចប់កុំភ្លេច comment សម្រាប់ខ្ញុំផងអរគុណចាំជួបគ្នានៅក្នុងអេពីសូតក្រោយជាមួយនឹងខ្ញុំទៀតនៅក្នុង podcast មិត្តរួមផ្លូវអរគុណជំរាបលា